nhưng mơ vẽ to cho mùi thằng xa bị chắc quá đó nè thà ta mới được cái lang xem em nào khi nó không về ở lời này hay ta nhung chập bàn miền Sulcat the Star Reverse miền the Hierophant miền the High Priceless miền Sulcat Ace of Pentacles miền Sulcat Ace of Sword Ace of Sword thì chúng mình được Sulcat trong cái cứ Ace of Pentacles. Oh my god, okay ឥឡូវយើងមកមើលទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងសារពិចារណាទូទៅសម្រាប់អ្នកមើលរបស់ខ្ញុំនៅក្នុងថ្ងៃនេះនេះជាសារនេះជា advice អញ្ចឹងសូមមេត្តាស្ដាប់ណាសូមស្ដាប់ស្កប់មើលសិនទៅស្ដាប់សិនទៅចង់ដឹងថាតើទេវតានៅតាមថែសាររបស់អ្នកគ្នាឬក៏ចក្រវាលមានអីចង់ប្រាប់អ្នកគ្នាខ្លះអូខេតើតើជាមួយនឹងស្លឹកការទី1គឺ The Star Reverse The Star Reverse អ្នកគ្នាត្រូវតែ stop នៅក្នុងការ The Star ជាទូទៅជាមួយនឹងការសមាសម័យទៅជាមួយនឹងគំនិតថាអ្នកគ្នាមានគំនិតមួយហើយអ្នកគ្នាសមាសម័យចង់បង្កើតវាឡើងចេញមកប៉ុន្តែដោយសារតែ The Star នេះវាចេញមក reverse អញ្ចឹងខ្ញុំមានអារម្មណ៍ថាចក្រវាលឬក៏អ្នកតាមថែសាររបស់អ្នកគ្នាមើលឃើញថាអ្នកគ្នានៅតែសមាសម័យប៉ុន្តែអត់ព្រមចេញទៅធ្វើសកម្មភាពចង់និយាយចឹងអត់ព្រមទៅចេញធ្វើសកម្មភាពអីទេអញ្ចឹងវាដល់ពេលហើយដែលអ្នកគ្នាត្រូវតែធ្វើការបញ្ចេញនៅសមត្ថភាពដើម្បីបង្កើតក្តីសម័យរបស់អ្នកគ្នាចង់និយាយចឹងគឺឈប់នៅក្នុងការគ្រាន់តែសមាសម័យព្រោះថាអាគម្រោងរបស់អ្នកគ្នាធ្វើហ្នឹងគឺវាធ្វើចេញលុះត្រាតែអ្នកទាំងអស់គ្នាចាប់ផ្ដើមធ្វើសកម្មភាពណាមួយដែលបញ្ចេញវាចេញមកចង់និយាយចឹងណាអូខេស្លឹកការទី2គឺតកតងជាមួយនឹងស្លឹកការ The Hierophant ស្លឹកការនេះខ្ញុំមើលឃើញថាខ្ញុំមើលថាអ្នកគ្នានៅក្នុងពេលឥឡូវហ្នឹងគឺត្រូវបាន protect មានអ្នកតាមចាំថែសារមានអ្នកតាមចាំការពារជាពិសេសគឺមានអ្នកជួយអ្នកទាំងអស់គ្នានៅក្នុងការផ្ដល់ advice ផ្ដល់ដំបូន្មានថាតើអ្នកគ្នាគួរតែធ្វើអីបន្តនៅក្នុងជីវិតរបស់អ្នកគ្នានេះខ្ញុំមើលឃើញថា The Hierophant ហើយជាមួយនឹង Sulcat the High Priceless គឺវាមានការតាក់ទងគ្នាមែនតើដោយសារតែជាមួយនឹង Sulcat the High Priceless នេះខ្ញុំមើលឃើញថាជាស្លឹកការមួយពាក់ព័ន្ធជាមួយនឹងថាឲ្យអ្នកទាំងអស់គ្នាគឺត្រូវតែដូចជាអ្នកមួយចំនួនអាសាឃើញ angel number ឬក៏ឃើញសញ្ញាអីមួយឬក៏ឬអីមួយដែលតាក់ទងជាមួយនឹង gut feeling តាក់ទងជាមួយនឹងអារម្មណ៍នៅក្នុងផ្នែកខាងក្នុងគេហៅថាញាណរបស់អ្នកទាំងអស់គ្នាហ្នឹងអញ្ចឹងគេឲ្យជឿជាក់លើវិចារណញ្ញាណរបស់អ្នកគ្នាព្រោះថាវិចារណញ្ញាណរបស់អ្នកទាំងអស់គ្នានឹងកំពុងតែប្រាប់អ្នកទាំងអស់គ្នាពីរឿងអីមួយផ្ដល់ advice ឬក៏ give គេហៅថា show the way ផ្លូវមួយដែលអ្នកគ្នាអាចធ្វើអីមួយបាននៅក្នុងជីវិតរបស់អ្នកគ្នាអញ្ចឹងកុំឲ្យមើលរំលងទៅតាមជាមួយសញ្ញាទាំងអស់ហ្នឹងឯងសោះបើសិនជាអ្នកគ្នាឃើញសញ្ញាទាំងអស់ហ្នឹងអ្នកគ្នាត្រូវធ្វើការ search មើលភ្លាមធ្វើការមើលភ្លាមថាត្រូវ check up energy ខ្លួនឯងភ្លាមថាតើមានអីថាចក្រវាលឬក៏អ្នកតាមថែសារចង់ប្រាប់អ្នកទាំងអស់គ្នារបៀបអញ្ចឹងគឺត្រូវតែធ្វើការ search មើលឲ្យបានច្បាស់មែនតើអញ្ចឹងកុំឲ្យមើលរំលងអាកាត់ feeling អារម្មណ៍នៅខាងផ្នែកខាងក្នុងរបស់អ្នកគ្នាដែលកំពុងតែប្រាប់នេះកំពុងតែពុកបញ្ចូលប្រាប់អ្នកទាំងអស់គ្នាម្ដងហើយម្ដងទៀតនេះអូខេដោយសារគាត់កំពុងតែ give advice ដល់អ្នកទាំងអស់គ្នាប៉ុន្តែផ្ដល់ជាសញ្ញាផ្ដល់ជាសារផ្ដល់ជាអីអញ្ចឹងទៅអូខេចាំបន្តសាច់រឿងយើងវិញតទៅជាមួយនឹង Eight of Pentacles នេះគឺវាតទៅជាមួយនឹងការ put effort នៅទៅលើការខិតខំប្រឹងប្រែងរបស់អ្នកគ្នាដាក់កម្លាំងកាយកម្លាំងចិត្តទៅលើការធ្វើការងារហ្នឹងអញ្ចឹងខ្ញុំមើលឃើញថាអ្វីដែលចក្រវាលឬក៏អ្នកតាមថែសាររបស់អ្នកគ្នាចង់ប្រាប់អ្នកគ្នាគឺតកតងជាមួយនឹងការធ្វើសកម្មភាពនានានៅក្នុងជីវិតហើយជាពិសេសតកតងជាមួយនឹងឱកាសផ្សេងដែលចូលមកហើយវាក៏នឹងចូលមកដែរតកតងជាមួយនឹងលុយកាក់ខ្ញុំមើលឃើញថាជាមួយនឹងAce of អ្នកគ្នា Ace of Pentacles ហើយជាមួយនឹង Eight of Pentacles នេះខ្ញុំមើលឃើញថានេះពីសកាត់នេះវាតាក់ទងគ្នាខ្លាំងមែនតើដោយសារហេតុអីដោយសារពាក់ព័ន្ធជាមួយនឹងដូចជាមានចក្រវាលឬក៏អ្នកតាមថែសាររបស់អ្នកទាំងអស់គ្នាហ្នឹងគាត់ចង់ផ្ដល់គេហៅថាឱកាសមួយតាក់ទងជាមួយខាងផ្នែកលុយកាក់ឬក៏អារម្មណ៍វត្ថុឲ្យអ្នកគ្នាអាចមានការពង្រីកវិសាលភាពពាក់ព័ន្ធជាមួយនឹងរឿងអស់ហ្នឹងបានចឹងមើលឃើញថាល្អខ្លាំងមែនតើតែតើជាមួយនឹង project អីផ្សេងខ្ញុំមើលឃើញថាបើសិនជាអ្នកគ្នាដាក់ចិត្តដាក់កាយនៅក្នុងការធ្វើរឿងអីមួយគឺវានឹងចេញជារូបជារឿងចេញមកហើយមានឱកាសនៅក្នុងការចាប់យកឱកាសផ្សេងដូចជាការងារថ្មីតើតើជាមួយនឹងទម្លាប់ថ្មីឬក៏តើតើជាមួយសកម្មភាពដែលអ្នកគ្នាធ្វើពាក់ព័ន្ធជាមួយនឹងការបង្កើតនៅខាងផ្នែកហិរញ្ញវត្ថុថ្មីសម្រាប់ build ឬក៏កសាងអនាគតឬក៏ជួបមកអ្នកគ្នានៅថ្ងៃខាងមុខ
គឺល្អខ្លាំងមែនតើអញ្ចឹងព្យាយាមមើលខ្លាំងមែនតើប្រហែលជានៅក្នុងរយៈពេល New Moon ឬក៏ប្រហែលជា May 16 ខែ5ថ្ងៃទី16អ្នកគ្នាអាចនឹងមើលឃើញសម្រាប់តារានៃកដែលខ្ញុំនឹងដាក់ខាងលើហ្នឹងភាគច្រើនអ្នកគ្នាអាចនឹងមើលឃើញថាអាចនឹងមានរឿងចូលមកតើទៅជាមួយនឹងការខាងផ្នែកហិរញ្ញវត្ថុតើទៅជាមួយការងារថ្មីឱកាសថ្មីនេះទៅបង្កើតជារូបភាពទៅលើខាងផ្នែកហិរញ្ញវត្ថុរបស់អ្នកគ្នាបានស្លឹកការចុងក្រោយ Ace of Swords ខ្ញុំមើលឃើញថារាល់ការគិតណាមួយឬក៏អ្វីណាគ្នាចង់ធ្វើពីមុនមកហ្នឹងប៉ុន្តែវាដូចជាពពកបាំងបិទមកអ្នកគ្នាចឹងមានអារម្មណ៍ថាអ្នកគ្នាមើលឃើញអីមួយគឺអត់ច្បាស់លាស់ចឹងខ្ញុំមើលឃើញថាចក្រវាលចង់ប្រាប់អ្នកគ្នាថាតិចទៀតអ្នកគ្នានឹងដឹងនឹងស្វែងយល់កាន់តែច្បាស់ថារឿងហេតុអ្វីបានជារឿងហ្នឹងកើតឡើងនៅក្នុងជីវិតរបស់អ្នកទាំងគ្នានិយាយទៅវាក៏អាចតទៅជាមួយនឹងរឿងរ៉ាវមួយចំនួនដែលនឹងចូលមកឆាប់ដើម្បីឲ្យអ្នកគ្នាដឹងហើយអ្នកគ្នា like realize ថាហេតុអីបានវាកើតឡើងអញ្ចឹងនៅក្នុងជីវិតអ្នកគ្នាហេតុអីបានចក្រវាលឲ្យរឿងហ្នឹងកើតឡើងនៅក្នុងជីវិតអ្នកគ្នារបៀបអញ្ចឹងគឺអ្នកគ្នានឹងដឹងនៅក្នុងពេលឆាប់នឹងដូចគ្នាដែរមើលទៅវាជួយឲ្យអ្នកទាំងអស់គ្នានៅក្នុងការរកឃើញផ្លូវមួយដែលច្បាស់ដែលល្អទៅលើផ្លូវជីវិតរបស់អ្នកគ្នាដូចគ្នាដែរសម្រាប់ស្លឹកកាត់ Ace of Swords នេះអូខេអានេះគឺមានតែប៉ុណ្្នឹងឯងតើតើជាមួយការបញ្ចប់ការអានកាត់របស់អ្នកគ្នាតើតើជាមួយសារពីចក្រវាលឬក៏ advice ពី the universe អីចឹងជាដើមហើយខ្ញុំសង្ឃឹមថាអ្នកគ្នាclaim this energy ដើម្បីទទួលបាន energy ល្អនៅក្នុងការអានកាត់មួយនេះផងដូចគ្នាដែរអូខេអរគុណច្រើនអ្នកគ្នា see you in the next video bye